បាទទស្សនិកជនជាទីគោរពយើងបន្តព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាព័ត៌មានសន្តិសុខបាទជាបន្តអ្នកនាងសិលាបន្តព័ត៌មានបាទចេះតែហៅកញ្ញាចេះចប់មាត់ខ្ញុំចេះឆ្ងល់ថាចុំហៅកញ្ញាអញ្ចឹងគេលើប្រិមិត្តយើងគាត់ថាអូតែកញ្ញាវិញទៀតខ្ញុំអត់ហ៊ានកាត់ឲ្យបដ ாய் លើប្រព័ន្ធមកទំហឹងប៉ុណ្ណឹងហៅកញ្ញាសិនព្រោះអត់ដែរជួបគ្នាយើងជួបដែរប៉ុន្តែយូរម្ដងបាទចាឥឡូវយើងបន្តចូលទៅព័ត៌មានរបស់យើងបន្តទៀតករណីខាត់ខ្លួនជនសង្ស័យយកដាវភ្ជង់ប្លន់យកលុយនិងខ្សែកជនសង្ស័យ2នាក់បានធ្វើសកម្មភាពប្លន់ពីយុវជនម្នាក់បានសម្រេចតែក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតាមចាប់បានម្នាក់យកទៅសាកសួរហេតុការណ៍ខាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង 1 រសៀលថ្ងៃទី 13 មករានៅចំណុចលើស្ពានឈើក្រុមទី 10 ភូមិត្រពាំងឈូសង្កាត់ទឹកថ្លាខណ្ឌហ្វែនសុកជនសង្ស័យខាងលើឈ្មោះសុំប៊ុនរតអាយុគឺ17ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូកចាចំណែកជនរងគ្រោះមានឈ្មោះមានសវណ្ណអាយុ17ឆ្នាំមុខរបរសិស្សស្នាក់នៅសង្កាត់បឹងសាឡាងខណ្ឌតកោតាមសម្ដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនពេលដែលកើតហេតុខ្លួនបានទៅរកមិត្តភ័ក្តិឈ្មោះទូចានៅចំណុចខាងលើស្រាប់តែជួបជនសង្ស័យ2នាក់បានអស់ដៃខ្លួនចូលទៅក្នុងផ្ទះចាហើយបានយកដៃសម្រាយមកភ្ជង់និងគម្រាមប្លន់យកលុយចំនួន 36,000 រៀលខ្សែកផ្លាទីនចំនួន 5G និងទូរស័ព្ទដៃមួយគ្រឿងចាក្រោយពេលដែលកើតហេតុហើយជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាហើយសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុខត់ជនសង្ស័យបានម្នាក់ចាចំណែកម្នាក់ទៀតបានគេចខ្លួនសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃនិងខ្សែកបានមកវិញចាចំណែកលុយបាត់បង់អស់ទៅហើយចានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពយកដៃភ្ជង់ប្លន់ជនរងគ្រោះពិតប្រាកដមែនដោយសារតែខ្លួនចាពិតប្រាកដមែនដោយខ្លួនបានធ្វើសកម្មភាពជាមួយនឹងបពុកម្នាក់ទៀតឈ្មោះភ័ក្រកិច្ចខ្លួនចាហើយលុយខ្លួនបានយកទៅសងគេអស់ទៅហើយក្រោយពីសាកសួរនៅប៉ុស្តិ៍ទឹកថ្លាហើយបច្ចុប្បន្នជនសង្ស័យខាងលើក៏ហ្វាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលចាអធិការនគរបាលចាខណ្ឌហ្វែនសុកបន្តទៀតចាបាទយើងគេថាញៀនឆ្នាំអីក៏ហ៊ានដែរយកដាវទៅភ្ជួងគេដើម្បីធ្វើយ៉ាងណារកប្រាក់ឲ្យបានដើម្បីទៅទិញឆ្នាំបន្ថែមទៀតដោយឪពុកម្ដាយខ្លះគាត់លើកឡើងថាគាត់សុខចិត្តឲ្យកូនគាត់រៀនជំនាញអីរៀនចុះកុំឲ្យទៅញៀនឆ្នាំបាទគាត់ចង់បានកូនគាត់ទោះបីជារៀនមិនប្រកែឬក៏រៀនមិនបានឧត្តមសិក្សាឬក៏យ៉ាងណាក៏ដោយប៉ុន្តែគាត់ចង់ឲ្យកូនគាត់កុំឲ្យប្រើប្រាស់គ្រឿងញៀនព្រោះតែប្រើប្រាស់ទៅវាញៀនទៅវាខាតប្រយោជន៍គាត់ដោយសារអីខូចកិត្តិយសហើយខូចប្រាក់កាក់ហើយខូចពេលវេលាទៅទៀតបាទនេះដូច្នេះហើយសូមយុវជនកុំប្រើប្រាស់គ្រឿងញៀនអីបាទបន្តទៀតបាទគេឲ្យកញ្ញាស៊ីកញ្ញាទៀតប្រព័ន្ធមួយខ្ញុំជួយចិត្តតែញាប់ចាបែកធ្លាយចាអរគុណឥឡូវចូលទៅមករឿងទៀតគឺបញ្ញាប់ទៅការមិត្តភ័ក្តិនៅខេត្តព្រៃវែងជាម៉ូតូបុករយុទ្ធបែកមាត់ចាបរិមម្នាក់បែកមាត់ហើមស្ទល់ចាគណៈដែលជាម៉ូតូលឿនពេកបញ្ញាប់ទៅចូលរួមពិធីមង្គលការមិត្តភ័ក្តិនៅខេត្តព្រៃវែងជាទៅបុកចំពាក់កណ្ដាលរថយន្តកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរស់របួសធ្ងន់ម្នាក់និងស្រាម្នាក់កាលឡើងនៅវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃទី 13 មករាតាមផ្លូវជាតិលេខ 1នៅភូមិក្បាលជ្រោយសង្កាត់ព្រៃឯងខណ្ឌច្បារអំពៅប្រភពព័ត៌មានពីជនរងគ្រោះរបួសស្រាលបានឲ្យដឹងថាចាមុនពេលដែលកើតហេតុខ្លួនបានរួមដំណើរជាមួយនឹងឈ្មោះពេជ្របន្លកអាយុ 25 ឆ្នាំជាបុគ្គលិកអង្គការចាដែលស្នាក់នៅភូមិកគីឃុំកគីស្រុកគិនស្វាយជាម៉ូតូ Honda Dream ពណ៌ខ្មៅស៊េរី 011 ដប់គ្នាក្នុងគោលបំណងទៅហូបការមិត្តភ័ក្តិនៅស្រុកបាភ្នំខេត្តព្រៃវែងដោយធ្វើដំណើរពីលេខតកាក្នុងលបឿនលឿនហើយដល់ចំណុចខាងលើចាប់ហ្វ្រាំងអត់តាន់ក៏ជ្រើទៅបោករថយន្ត ម៉ាក Hyundai ពណ៌សជារថយន្តរបស់ក្រុមហ៊ុនថ្នាំលៀបដែលជិះពីអ្នកជិះឆ្លងផ្លូវចេញពីផ្ទះលក់គ្រឿងសំណង់ចិនឈុំចាឆ្លងពីជើងទៅត្បូងឆ្លងជិតផុតទៅហើយក៏ត្រូវរថយន្តបុកចំពាក់កណ្ដាលចាក៏ត្រូវម៉ូតូបុកចំពាក់កណ្ដាលរថយន្តចំហៀងខាងឆ្វេងបណ្ដាលឲ្យអ្នកបើកម៉ូតូបោកក្បាលនិងកញ្ចក់រថយន្តបែកមាត់ខ្ទេចនិងបែកកញ្ចក់រថយន្តអស់មួយផ្ទាំងរីឯអ្នករួមដំណើរជាមួយនឹងគឺរងរបួសស្រាលអ្នកបើកចាគឺអ្នកបើករថយន្តដឹកថ្នាំលៀបនិងបៀកចាមានឈ្មោះអនរ៉េតអាយុ 20 ឆ្នាំស្នាក់នៅភូមិត្រពាំងឈូសង្កាត់ទឹកថ្លាខណ្ឌហ្វែនសុកបានដឹងថាមុនពេលកើតហេតុគាត់បើករថយន្តជិះពីផ្ទះលក់គ្រឿងសំណង់ជិះឆ្លងផ្លូវស្រាប់តែមានម៉ូតូជិះទៅបោករថយន្តរបស់គាត់បណ្ដាលដួលរងរបួសធ្ងន់ចាការបានន័យថាក្រោយពេលដែលកើតហេតុហើយចាគឺចាក្រោយពេលដែលកើតហេតុហើយហ្នឹងគឺមានតំណាងខាងក្រុមហ៊ុនមកធ្វើការចរចាជាមួយនឹងសាច់ញាតិអ្នករងរបួសដែលប្រាប់ថារថយន្តរបស់គាត់ឆ្លងជិតផុតហើយម៉ូតូជិះទៅបោករថយន្តប៉ុន្តែអ្នករងគ្រោះចាគឺរបួសអញ្ចឹងគាត់សុំជួយចេញថ្លៃព្យាបាល$100តែសាច់ញាតិខាងអ្នករងរបួសហ្នឹងអត់ព្រមទេទារដល់ទៅ$1000ហើយចាការចរចាគ្នាគឺអត់ត្រូវសមត្ថកិច្ចបានធ្វើការវាស់វែងទៅរក្សាទុកនៅខណ្ឌច្បារអំពៅដើម្បីដោះស្រាយការពិតគាត់ជិះខុស
ចាគាត់ជិះលឿនខ្លួនឯងអត់ប្រយ័ត្នពេលខាងថ្នាំលាបហ្នឹងចាខាងម៉ូតូហើយខាងថ្នាំលាបហ្នឹងគេយល់ឃើញថាមនុស្សចេតនាតែយើងជួយចេញថ្នាំ100ដល់ពេលអញ្ចឹងបានគេថាឲ្យ100គាត់នេះបានចិត្តទា1000ហ្មងគាត់ថាខ្លួនឯងត្រូវចាដោយករណីមួយធ្លាប់និយាយអញ្ចឹងគឺទៅបុកគេពីក្រោយអីវាស្លាប់ខ្លួនឯងយើងអ្នកបុកគេណាប៉ុន្តែទៅទាគ្នាដល់ឲ្យប៉ះចំគ្នាអ្នកដែលគេត្រូវហ្នឹងគេគ្នាក្រដែរចាឲ្យយកខ្សែមកកាងខ្សែមកអាងសម័យនេះមានខ្សែអាងទៀតណាចាពេលខ្លះកាងបើហ្វិនថាយើងដឹងច្បាស់ថាឲ្យតែខ្លួនយើងត្រូវគេមានការជួយអន្តរាគមន៍ពីខាងណាប៉ុន្តែច្បាស់ថាខ្លួនឯងត្រូវគេសង្កត់វិញអាហ្នឹងអត់មានបញ្ហាអីទេគេជួយប៉ុន្តែប្រយ័ត្នថាខ្លួនឯងខុសយកតំណាងមកកាងទាំងខុសគឺតំណាងហ្នឹងគេមិនកាងជាមួយទេតែគេមិនអាចយកកិត្តិយសគេមកដូរជាមួយណាឥឡូវឲ្យបានតែតាកាងផ្ដេសផ្ដាស់ហ្នឹងខាងព័ត៌មានថតចុះថតឡើងប៉ះពាល់កិត្តិយសខ្លួនឯងទៅទៀតបាទបន្តទៀតចុះចាចូលទៅមកករណីទៀតសូមបន្ថែមទៀតចាឥឡូវយើងតចូលទៅរឿងមួយកាលពីមកហ្វិលមិញលោកសុផាន់គឺនាងខ្ញុំបានជំរាបជូនរឿងខាងខាន់ពូហ្វាន់ជេតកតងទៅនឹងរឿងក្លឹបឆ្លុះគ្នារឿង Wild Disco Club ណាឥឡូវនេះគឺកាលពីវេលាម៉ោងចា3និង30នាទីថ្ងៃទី13ចាខែមករាអាជ្ញាធរខាន់ពូហ្វាន់ជេក្រោមការដឹកនាំរបស់លោកហ្វេងគុណអភិបាលរងខណ្ឌនឹងមានការចូលរួមពីកម្លាំងអាវុធហត្ថនគរបាលចានិងសន្តិសុខសម្ដាប់ធ្នាប់ខណ្ឌពូហ្វាន់ជេបានចុះទៅបិទទ្វារ Wild Disco Club ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ3ភូមិព្រៃព្រេងត្បូងសង្កាត់ចំចៅខណ្ឌពោធិ៍ហ្វាន់ជ័យជាបណ្ដោះអាសន្នបន្ទាប់ពីក្លឹបខាងលើបង្កទំនាស់រវាងភ្ញៀវនិងបុគ្គលិកក្លឹបវាតបគ្នាផ្អើលទាំងសមត្ថកិច្ចបាញ់គម្រាម2គ្រាប់ដើម្បីរារាំងមិនឲ្យបុគ្គលិកចារបស់ក្លឹបប្រអំពើហិង្សាលើអ្នកសារព័ត៌មានកាលពីវេលាម៉ោង 2:50 នាទីរំលងអធ្រាត្រជិញ្ជូនថ្ងៃទី13ខែមករាកន្លងមកចាឥឡូវបិទហើយចាវាយអ្នកសារព័ត៌មានណាចាហ្វាច់រឿងហ្នឹងគឺចាបុគ្គលិកក្នុងក្លឹបហ្នឹងគាត់មិនដឹងជាយ៉ាងម៉េចគាត់បកកទំនាស់នៅជាមួយនឹងភ្ញៀវដំបងណាដល់ពេលដល់អញ្ចឹងទៅបកកជាអំពើហិង្សាក៏ចេញមកក្រៅក្លឹបពេលដែលសមត្ថកិច្ចចូលជួយខត់ដូចជាមានរងរបួសទាំងសមត្ថកិច្ចហើយវាយអ្នកសារព័ត៌មានទៀតហើយពេលហ្នឹងសមត្ថកិច្ចក៏បាញ់ពីគ្រាប់ឡើងលើណាដល់ពេលឥឡូវនេះមានការចាគឺមានការបិទបណ្ដោះអាសន្នហើយចំពោះ Wild Disco Club ហ្នឹងចាអរគុណឥឡូវបន្តចូលមករឿងទៀតករណីចាបរោះពោះម៉ាយម្នាក់លើឈាមធ្លាក់ពីលើគ្រែកន្លះម៉ែត្រស្លាប់តែលើឈាមមិនថាកន្លះម៉ែត្រទេលោកផាន់តែមិនតិចហ្នឹងក៏អាចស្លាប់បានដែរចាបរោះពោះម៉ាយប្រពន្ធស្លាប់ចោលរស់នៅជាមួយនឹងកូនចាអង្គុយហូបបាយលើគ្រែកម្ពស់កន្លះម៉ែត្រចាធ្លាក់ពីលើគ្រែស្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលចាកាលពីវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃទី13មករានៅខាងត្បូងបឹងតាម៉ាស្ថិតនៅក្នុងភូមិសម្បួរសង្កាត់ដង្កោខណ្ឌដង្កោបរោះដែលធ្លាក់ពីលើគ្រែស្លាប់មានឈ្មោះពុកសាប៉ុនអាយុ68ឆ្នាំជាសន្តិសុខក្រុមហ៊ុនឯកជនដែលស្នាក់នៅផ្ទះខាងលើចាមានស្រុកកំណើតនៅខាងខេត្តកំពង់ចាមជាបរោះពោះម៉ាយប្រពន្ធស្លាប់ចោលរស់នៅជាមួយនឹងកូនទាំងអស់8នាក់ចាស្រី7ប្រុសម្នាក់បើតាមសម្ដីកូនទី4មានឈ្មោះយ៉ងកំប៊ុនអាយុ38ឆ្នាំដែលគាត់ស្នាក់នៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថាឪពុករបស់គាត់គឺមានជំងឺលើសឈាមប៉ុន្តែគាត់ទៅធ្វើការជាធម្មតាហើយមុនពេលដែលកើតហេតុគាត់ទើបនឹងត្រឡប់មកពីធ្វើការហើយកូនបានរៀបចំចាហូបបាយនៅលើគ្រែមុខផ្ទះជុំគ្នាចាគ្រែដែលអង្គុយហូបបាយនោះមានកម្ពស់តែកន្លះម៉ែត្រទេពីដីចាប៉ុន្តែពេលដែលហូបបាយរួចរាល់ហើយកូនបានជញ្ជូនចានយកទៅលាងនៅក្នុងផ្ទះនៅសល់តែឪពុកនឹងអង្គុយលើគ្រែតែម្នាក់ឯងប្រហែលតែកន្លះម៉ោងក្រោយមកចាទើបរូបគាត់ជាកូនបានដើរចេញពីក្នុងផ្ទះក៏ឃើញឪពុកធ្លាក់ពីលើគ្រែដេកស្លាប់បាត់ទៅហើយចាកូនស្រីបានដឹងទៀតថាឪពុករបស់ខ្លួនមានជំងឺលើសឈាមប្រចាំកាយហើយមុនពេលដែលកើតហេតុគាត់ខ្យល់កចាគាត់ខ្យល់កបានជាធ្លាក់គាត់ខ្យល់កបានជាធ្លាក់ពីលើគ្រែស្លាប់បាក់កបែបនេះចាក្រោយពេលដែលកើតហេតុកូនបាននាំគ្នាផ្សាយឪពុកយកទៅដាក់នៅក្នុងផ្ទះហើយរាយការណ៍ទៅឲ្យសមត្ថកិច្ចចុះទៅពិនិត្យព្រមទាំងទទួលស្គាល់ថាឪពុកស្លាប់ដោយសារធ្លាក់ពីលើគ្រែពិតប្រាកដមែនសពត្រូវបានកូនកូនរៀបចំធ្វើបន់តាមប្រពៃនៅផ្ទះតែម្ដងបាទអញ្ចឹងអ្នកដែលមានជំងឺលើសឈាមត្រូវតែប្រយ័ត្នចំពោះអន្រឹងឬក៏តុកអីផ្សេងៗហ្នឹងអង្គុយយើងត្រូវប្រយ័ត្នព្រោះថាធ្លាក់មកហ្នឹងគឺមានបញ្ហាហើយសូម្បីតែកុកខ្យល់ក៏អញ្ចឹងដែរលោកសុផាន់ចាកុកខ្យល់ខែលើអង្គុយលើខែនិយាយទៅដេកដើរឈរអង្គុយគឺត្រូវតែប្រយ័ត្នគ្រប់ពេលចាពេលខ្លះទៅអារម្មណ៍គាត់ក៏មិនហ្វឺជាប្រកបានន័យថាអារម្មណ៍មិនស្រស់ថ្លាដូចយើងអ្នកជាទេអារម្មណ៍គាត់មានជំងឺមនុស្សដែលគាត់មានជំងឺនៅក្នុងខ្លួនគឺអារម្មណ៍មួម៉ៅច្រើនណាចាហើយឥឡូវចាយើងបន្តទៅមួយរឿងទៀតករណីចារថយន្តបាញ់បេតុងចា
ត្រទំងន់មិនឈ្នះផ្អៀងចូលលូទឹកស្អុយហើយការផ្ញើផ្អាបន្ទាប់ពីរថយន្តបាញ់បេតុងចាដងបាញ់បេតុងវែងពេកចាជើងទម្រត្រអត់ជាប់ធ្វើឲ្យហើបកង់ផ្អៀងចូលប្រឡាយទឹកស្អុយតែសំណាងល្អទៅលើស្ពានដែលឆ្លងកាត់ប្រឡាយទឹកស្អុយនៅក្បែរអតីតផ្សារបឹងត្របែកតាមផ្លូវលេខ105ក្រុម19ភូមិ6នៅសង្កាត់បឹងត្របែកខណ្ឌចំការមនកាលពីវេលាម៉ោង3:40នាទីរសៀលថ្ងៃទី13មករាប្រពន្ធព័ត៌មានបានដឹងថាមុនពេលដែលកើតហេតុរថយន្តបាញ់បេតុងម៉ាកហ៊ីចិនដៃប៉ហ្វជារថយន្តក្រុមហ៊ុនស៊ីម៉ង់រូបក្រពើបានឈប់បាញ់បេតុងនៅក្នុងដីឡូដែលកំពុងតែសាងសង់វីឡាដោយឈប់នៅឯបនៅប្រឡាយទឹកស្អុយហើយដងបាញ់បេតុងជាង20ម៉ែត្រឆ្លងប្រឡាយទឹកស្អុយទៅបាញ់បេតុងហើយម្យ៉ាងទៀតកន្លែងដែលឈប់នោះដីទាបខ្ពស់ចានៅមាត់ប្រឡាយជាប់នឹងស្ពានដែកឆ្លងកាត់ប្រឡាយទឹកស្អុយទោះបីជាកលកំណល់ឲ្យស្មើគ្នាក៏ដោយពេលដែលកំពុងតែបាញ់ឆ្ងាយពេកបានន័យថាបាញ់ឆ្ងាយពេកចាចម្ងាយបាញ់ឆ្ងាយពេកធ្វើឲ្យចាត្រហើយត្រនំចាអត់បានមែនត្រអត់ជាប់ណាបណ្ដាលឲ្យហើបកង់ពីរថយន្តទៅខាងស្ដាំដៃបំរុងកលាប់ចូលប្រឡាយទឹកស្អុយចាក៏ធ្វើឲ្យប្រម៉ោយបាញ់បេតុងវត្តទៅប៉ះនឹងដំបូលក្រុមហ៊ុនថ្មម៉ាប់ចាឆាំងយ៉ងបណ្ដាលឲ្យខូចខាតដំបូលតែសំណាងល្អចាគឺមានស្ពានដែកដែលហៅថាស្ពានកាត់ស្ពានកាត់ប្រឡាយហ្នឹងទុកជាប់ចាកុំអីហ្នឹងគឺទៅហើយបាទនេះសំណាងឲ្យមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនៅពេលដែលធ្វើចរាចរណ៍នៅជិតឡាននោះហើយដូច្នេះហើយប្រជាពលរដ្ឋនៅពេលឃើញឡានអញ្ចឹងគួរតែប្រុងប្រយ័ត្នអ្នកខ្លះខ្ញុំឃើញគាត់បើកម៉ូតូឆ្លងអាក្រោមអាជើងតម្រោនឹងទៀតបាទអញ្ចឹងត្រូវតែប្រយ័ត្នកុំចេះតែឆ្លងកុំចេះតែហ៊ានអោនទៅយើងកើតធ្លាក់មកគ្រប់អីហ្នឹងទៅមានបញ្ហាសម្រាប់យើងបាទដូច្នេះគួរតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះថាយើងមើលមិនឃើញទេអាបញ្ហាអញ្ចឹងបាទបន្តទីកញ្ញាសេឡាបាទចាគឺករណីឆក់កាបូស្ត្រីជាបុគ្គលិកទូរទស្សន៍ចាបាយ័នណា BTV ចាបាយ័នគឺខាត់ខ្លួនបាន2នាក់ស្ត្រីជាបុគ្គលិកចាទូរទស្សន៍បាយ័នម្នាក់គាត់ជិះម៉ូតូចេញពីធ្វើការត្រូវជនសង្ស័យ2នាក់ឆក់កាបូតែអត់បានសម្រេចទេបណ្ដាឲ្យដួលត្រូវប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចចាប់បានទាំង2នាក់ចាកាលពីវេលាម៉ោង3:40នាទីរសៀលថ្ងៃទី13មករានៅទល់មុខខ្លងទ្វារវត្តឬហ្វេស្រស់តាមផ្លូវបេតុងភូមិឬហ្វេស្រស់សង្កាត់និរោធខណ្ឌច្បារអំពៅស្ត្រីរងគ្រោះមានឈ្មោះឈឹមផាន់ណារីជាបុគ្គលិកពិធីការនីចាទូរទស្សន៍បាយ័នដែលស្នាក់នៅភូមិកំពង់សំណាញ់ឃុំកំពង់សំណាញ់ស្រុកចាគឺក្រុងតាខ្មៅខេត្តកណ្ដាលបានដឹងថាមុនពេលដែលកើតហេតុខ្លួនបានចេញពីធ្វើការជិះម៉ូតូ Wave S ពណ៌ខ្មៅធ្វើដំណើរពីជើងទៅត្បូងហើយមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ2នាក់ជិះម៉ូតូ Smart V ពណ៌សជិះស្របគ្នាទៅឯបចិត្តហើយបានធ្វើសកម្មភាពឆក់កាបូបស្ពារបស់គាត់ប៉ុន្តែជាអកហ្វាខ្សែកាបូបនឹងអត់ដាច់ចាឆក់អត់បានសម្រេចបណ្ដាលឲ្យដួលម៉ូតូទាំងជនរងគ្រោះនិងជនសង្ស័យហើយភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកថាចោលធ្វើឲ្យប្រជាពលរដ្ឋចាប់ម៉ូតូជាប់ចំណែកជនសង្ស័យព្យាយាមរត់គេចខ្លួនត្រូវបាននគរបាលប៉ុស្តិ៍និរោធរបស់ក្នុងមូលដ្ឋានខត់ខ្លួនបានទាំង2នាក់ហើយជនសង្ស័យដែលខត់ខ្លួនបានជាអ្នកបើកម៉ូតូមានឈ្មោះកែវវុធីអាយុ28ឆ្នាំជាកម្មកររោងចក្រដែលចាអ្នកដែលធ្វើសកម្មភាពឆក់នឹងមានឈ្មោះទូចរិទ្ធិយាអាយុ16ឆ្នាំជាកម្មករសំណង់ទាំងពីរនាក់ស្នាក់នៅភូមិដើមស្លែងបន្ទាប់ពីសមត្ថកិច្ចខត់ខ្លួនបានហើយជនសង្ស័យទាំងពីរនាក់ចាមិនបានសារភាពថាចាបានពេលចាប់បានហើយគេអត់បានគេមិនបានសារភាពទេដោយនិយាយថាពួកគេទាំងពីរនាក់ឃើញស្ត្រីរងគ្រោះជិះម៉ូតូបានឈប់ជួយលើកម៉ូតូចាមិនបានឆក់កាបូបទេតែយកទៅបីយ៉ាងណាក៏ដោយក៏ជនរងគ្រោះគាត់ស្គាល់ដែរគាត់ស្គាល់ថាមុខនឹងឆក់ឬមិនឆក់គាត់ដឹងហើយបាទអញ្ចឹងកុំចង់បានរបស់គេដល់ងាយពេកយើងមានកម្លាំងយើងធ្វើការទៅធ្វើជាកម្មករអីក៏ល្អដែរកញ្ញាសេឡាណាយើងកុំចង់មានលឿនបាទបន្តទៀតចុះចាឥឡូវចូលទៅមួយរឿងទៀតករណីកម្មករលក់ហ្គាសចាលួចធុងហ្គាសយកទៅលក់ត្រូវថៅកែប្តឹងPMឲ្យខាត់ខ្លួនកម្មករលក់ហ្គាសត្រូវបានថៅកែរបស់ខ្លួនប្តឹងអាវុធហត្ថខណ្ឌហ្វេនហ្វុកចុះខាត់ខ្លួនដោយចោទប្រកាន់ថាលួចយកធុងហ្គាសយកទៅលក់ត្រូវបានខាត់ខ្លួនកាលពីវេលាម៉ោង2:30នាទីថ្ងៃទី13ចាខែមករានៅចំណុចផ្លូវលំភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌហ្វេនហ្វុកជនសង្ស័យមានឈ្មោះហឹងធាអាយុ20ឆ្នាំជាកម្មករលក់ហ្គាសយីហោហ្គាសតនចិត្តស្នាក់នៅឃ្លាំងស្តុកធុងហ្គាសតាមផ្លូវលំភូមិពងពាយចាចំណែកថៅកែដែលចោទប្រកាន់យុវជនខាងលើឈ្មោះឡាយវុធីអាយុ34ឆ្នាំមុខរបរបើកលក់ហ្គាសបោះដុំស្នាក់នៅផ្ទះលេខ37អឺហ្វ្រូផ្លូវ125សង្កាត់វាវងប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខណ្ឌហ្វេនហ្វុកដែលទៅខាត់ខ្លួនជនសង្ស័យខាងលើបានបង្ហាញថាយោងតាមពីបណ្ដឹងរបស់ថៅកែលក់ហ្គាសប្តឹងចោទប្រកាន់បុគ្គលិករបស់ខ្លួនថាបានលក់យកធុងហ្គាស
អស់មួយចំនួនធំយកទៅលក់ចាទៅខាងអាវុធហត្ថបានចុះទៅចាប់ខ្លួនជនសង្ស័យយកមកហ្វាក់ហ្វូននៅខណ្ឌហ្វែនហ្វុកតែម្ដងចានឹងដកហូតបានម៉ូតូ Honda Dream ពណ៌ខ្មៅមួយគ្រឿងផងដែរនៅចំណុចចានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចយកធុងហ្គាសរបស់ថៃកែខ្លួនពិតប្រាកដមែនដោយលួចអស់ចា3ធុងធំចា3ធុងធំហ្នឹងវាស្មើនឹង48ចា3ធុងធំចាគឺស្មើនឹង48គីឡូក្រាមចាបានថាសបកហ្នឹងគឺ3ធុងធំប៉ុន្តែគិតជាគីឡូ48គីឡូចាយកទៅលក់បានតម្លៃ$40ចាបច្ចុប្បន្នជនសង្ស័យខាងលើខាត់ខ្លួននឹងអាណាព្យាបាលមកធ្វើការអប់រំនឹងហៅអាណាព្យាបាលឲ្យមកអប់រំណែនាំរួចហើយក៏បានដោះលែងវិញទៅបាទវាគ្រាន់តែជារឿងតូចតាចប៉ុន្តែយើងត្រូវកែខ្លួនព្រោះថាការនៅជាមួយគេឬក៏យើងទៅធ្វើការមួយគេយើងត្រូវតែមានចិត្តស្មោះត្រង់សុចរិតបានគេស្រឡាញ់យើងហើយគេពឹងពាក់យើងបានទៅក្រោយទៀតបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងទៅប៉ុណ្្នឹងចុះហើយយើងខ្ញុំទាំងពីរនាក់សូមសម្រាប់ Pleasant យើងនឹងបន្តព័ត៌មានផ្សេងទៀតនៅវគ្គក្រោយបាទ